ការដាក់សាច់ម្សៅទៅនប់ច្រើនប៉ុណ្ណាក៏ដោយបើសិនជាយើងមានតិចនិចផាត់គឺសាច់មុខនៅពេលដែលផាត់ហើយគឺឃើញស្ដើងហ្មងតែបើសិនជាយើងអត់ចេះផាត់វិញទោះយើងដាក់សាច់ម្សៅតិចក៏ដោយក៏យើងផាត់មុខហើយគឺសាច់ម្សៅនៅលើគោកហ្មងហើយពេលខ្លះបើសិនជាមុខមានស្នាមមុនស្នាមជាប់នៅពេលដែលយើងដាក់ម្សៅស្ដើងគឺអាក្រក់លើសដើមគឺផុសជាប់ហ្នឹងគឺឃើញកាន់តែច្បាស់ហើយបើប្រើសាច់ម្សៅសទៀតគឺច្បាស់តែលើគោកហ្មងអញ្ចឹងហើយមុខខ្លះដែលមានស្នាមជាប់ខ្លាំងៗគឺតម្រូវឲ្យដាក់ច្រើនតង់ពិតប្រាកដមែនប៉ុន្តែគ្រាន់ថាការច្រើនតង់ពីមួយតង់ទៅមួយតង់ពីមួយតង់ទៅមួយតង់គឺសាច់ម្សៅយើងគឺ smooth ចូលមុខល្អអត់មាននៅហើបនៅលើមុខទេណាគឺផាត់ហើយដឹងតែមកខៃចូលមុខល្អមែនតែម្ដងប៉ុន្តែទាមទារឲ្យយើងមានបច្ចេកទេសនិងតិចនិចច្បាស់លាស់ចឹងណាសម្រាប់បងប្អូននៅស្ទើរជាមួយនឹងបច្ចេកទេសតិចនិចទាំងអស់គ្នាចង់មករៀនផ្ទាល់ក៏បានចង់មករៀនតាមអនឡាញក៏បានដែរបើសិនជាយើងអត់មានពេលចឹងណាតែបើសិនជាយើងមានពេលអាចមករៀនផ្ទាល់ក៏គ្រប់ទាំងតែល្អប៉ុន្តែបើសិនជាយើងគ្រាន់តែចង់ចេះផាត់មុខបែបធម្មតាមើលតែវីដេអូគ្រូនៅក្នុង page នេះចេះតាណាមិនអស់ចឹងហ្មងតែសម្រាប់អ្នកដែលគាត់ចង់ចេះជំនាញគឺអ្នកទាំងអស់គ្នាចុះឈ្មោះរៀនទៅអាហ្នឹងគឺវាកាន់តែល្អព្រោះអីការដែលយើងរៀនមានគ្រូមានគ្រឹះការចេះរបស់យើងគឺចេះបែបច្បាស់លាស់ចឹងហ្មងណាព្រោះអីនៅក្នុងគ្រូពាក្យផាត់មុខហ្នឹងគឺគ្រូលំអិតច្បាស់មែនតើតកតងទៅនឹង skin care តកតងទៅនឹង cosmetic ចែកដាច់ពីគ្នារបៀបម៉េចតកតងទៅនឹងការតបសាច់ម្សៅតកតងទៅនឹងការផាត់សិនសៅផាត់ពណ៌ហ្នឹងហើយគឺលំអិតខ្លាំងមែនតើអញ្ចឹងបងប្អូនដែលគាត់បានចូលឈ្មោះរៀនគឺគាត់ដឹងតែលេខស្ពេចស្បៃបើទោះបីជាគាត់មិនទាន់អនុវត្តបានវាល្អឥតខ្ចោះប៉ុន្តែគាត់អាចយល់ដឹងពីជំរឿស៊ីជំរឿថាការដែលយើងចេះមានគ្រឹះវាមានក្បួនមានខ្នាតព្រោះម្សៅតំណក្រោយមានកន្លែងខ្លះគឺអត់ត្រូវដាក់ខ្លាំងទេមានកន្លែងខ្លះគឺត្រូវដាក់ឲ្យខ្លាំងអញ្ចឹងហើយគឺអត់ស្ពេចស្ពិលហ្មងឥឡូវយើងមើលដូចនៅក្នុងវីដេអូជាក់ស្ដែងមិនថាក្រោមភ្នែកក៏ដោយក៏យើងលំអិតតកតងទៅនឹងម្សៅផាត់ដែរព្រោះក្រោមភ្នែកហ្នឹងគឺសំខាន់ខ្លាំងណាស់បើសិនជាយើងដាក់ម្សៅផាត់អត់ដល់ទេសាច់មុខយើងអៀចនៅពេលដែលយើងផាត់ color ភ្នែកធ្លាក់ color តាមបន្តិចមកគឺបតិបតាដើមពេញហ្នឹងហ្មងអញ្ចឹងហើយគឺតម្រូវឲ្យស្ងួតហើយប៉ងក៏ដោយនៅពេលដែលយើងតបគឺយើងមានតបកន្លែងខ្លះគឺខ្ត្រាកន្លែងខ្លះគឺធ្ងន់កន្លែងខ្លះគឺផ្អាប់ដៃធ្ងន់គឺដើម្បីធ្វើម៉េចឲ្យសាច់ម្សៅយើងកុំឲ្យបែកហើយកុំឲ្យបតាអញ្ចឹងវាសំខាន់មែនតើសូម្បីតែយើងផាត់ប៉ងហើយក៏យើងប្រើជាមួយនឹងជក់ម្សៅផាត់មកតង់ទៀតដែរដើម្បីពវីហើយចុងជក់នេះគឺយើងប្រើចុងជក់ប៉ះមុខលើគេប៉ះលើមុខគេហ្នឹងគឺថាតិចបំផុតអត់អាចប្រើខ្លាំងបានទេអានេះគឺបបោធ្វើម៉េចឲ្យសាច់ម្សៅវាស្ដើងមកវិញហើយមុខយើងគឺម៉ត់ស្មើល្អអញ្ចឹងណាហើយឃើញផាត់នៅក្នុងវីដេអូទាំងអស់គ្នាកុំគិតថាដៃធ្ងន់ហ្នឹងគឺដៃស្រាលមែនតែម្ដងដោយសារតែយើងផ្សាយវីដេអូទៅមើលទៅដូចដៃធ្ងន់តែជាក់ស្ដែងគឺដៃស្រាលមែនតែហើយការ make up នៅពេលដែលយើងដៃស្រាលកាលណាគឺការ make up របស់យើងគឺសាច់មុខគឺ smooth ខ្លាំងមែនតែបើសិនជាយើងដៃធ្ងន់គឺសាច់ម្សៅរបស់យើងគឺអត់ស្អាតទេអញ្ចឹងហើយព្យាយាមធ្វើយ៉ាងណាឲ្យអ្នកទាំងអស់គ្នាព្យាយាមសម្រាលដៃឲ្យស្រាលហើយស្មើដេញតាមត្រេមុខគេជារួមទៅឲ្យវាសមាមាត្រពេលខ្លះយើងអាចអូសតិចពេលខ្លះយើងអាចផ្អាប់ចឹងណាគឺសាច់មុខរបស់គេធានាហ្មងគឺដឹងតែម៉ត់ខៃមកនៅពេលយើងផាត់ហើយនៅពេលបើសិនជាយើងផាត់ចូលមុខល្អទោះបីជាគាត់ទៅញ៉ាំការគេរាប់មកក៏នៅតែសាច់មុខនៅស្អាតដដែលហើយនៅពេលដែលយើងផាត់មុខហើយបានសាច់មុខយើងសផូចឹងណាយើងកុំតន់ផ្អើលនៅពេលដែលឃើញសាច់មុខចឹងគឺយើងនៅមានរបស់ពិសេសមួយទៀតប្រភេទ contour highlight និង color ពណ៌ព្រោះអា3មុខនេះគឺវាធ្វើឲ្យមុខយើងនឹងមានរសជាតិមកវិញអត់មានសព្រុះអីទាំងអស់ប៉ុន្តែសូមតទៅវីដេអូក្រោយលើបាញ់ទឹកមុខ setting spray សិន